សួស្តីបងប្អូនទាំងអស់គ្នាក្រុមហ៊ុន YouTube បានអាប់ដេតនៅមុខងារមួយដើម្បីជួយឲ្យវីដេអូរបស់បងប្អូនឬក៏ channel របស់បងប្អូនមានអ្នកមើលច្រើនខ្ញុំគិតថាបងប្អូនថ្មីរបស់យើងមួយចំនួនធំគឺមួយរយៈធំនេះពិបាកក្នុងការរក view មែនតើទោះបីជាផលិតវីដេអូច្រើនឬក៏ការបង្ហោះវីដេអូទៀងទាត់យ៉ាងណាប៉ុន្តែ view នៅតែបានតិចអញ្ចឹងការអាប់ដេតរបស់ក្រុមហ៊ុន YouTube មួយនេះល្អសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីធ្វើការ promote ទៅលើ channel របស់យើងឬក៏ធ្វើឲ្យវីដេអូរបស់យើងមានអ្នកមើលឃើញច្រើនឬក៏ឲ្យគេចុចមើលវីដេអូរបស់យើងច្រើនវីដេអូមុនខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាតាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹង collaborator ដែលយើងប្រើជាមួយនឹង computer អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញនៅមុខងារ collaborator ជាមួយនឹងទូរស័ព្ទដៃម្ដងខ្ញុំគិតថាបងប្អូនយើងមួយចំនួនគឺប្រើទូរស័ព្ទដៃដើម្បីយើងប្រើក្នុងការផលិតវីដេអូឬក៏ upload វីដេអូចូលទៅក្នុង channel YouTube អញ្ចឹងមុខងារមួយនេះល្អមែនទែនសម្រាប់ជួយ promote ទៅលើ channel របស់យើងជាពិសេសនៅពេលដែលបងប្អូនមាន channel ធំដើម្បី promote ឬក៏ channel តូចឲ្យគេឃើញច្រើនឬក៏ឲ្យគេឃើញវីដេអូរបស់យើងវិធីសាស្ត្រនេះគឺល្អសម្រាប់បងប្អូនទាំងគ្នាតាមពិតទៅមុខងារនេះនៅក្នុង Facebook Page គឺមានយូរហើយអញ្ចឹងខ្ញុំគិតថាបងប្អូនទាំងគ្នាបានប្រើបានស្គាល់បានដឹងពីរបៀបនៃការធ្វើមិនខុសពីគ្នាទេបងប្អូនអាចប្រើជាមួយនៅក្នុង channel YouTube គឺប្រើដូចគ្នាទេដើម្បីយក channel មួយទៅ channel មួយទៀតអូខេអញ្ចឹងយើងទៅមើលពីវិធីសាស្ត្រនៃការធ្វើទាំងអស់គ្នាតែម្ដងអញ្ចឹងបងប្អូនទាំងគ្នាចូលមកក្នុង YT Studio អញ្ចឹងបងប្អូនប្រើជាមួយនឹង app YouTube ក៏បានបងប្អូនប្រើជាមួយ YT Studio ក៏បានដែរហ្នឹងអូខេអញ្ចឹងខ្ញុំចុចលើ YT Studio នេះមកអញ្ចឹងយើងចូលមកក្នុង channel របស់យើងអញ្ចឹងសម្រាប់វីដេអូមុនខ្ញុំបង្ហាញការប្រើប្រាស់ជាមួយនឹងវីដេអូ short មានន័យថាយើងប្រម៉ូទchannel short ឬក៏ promote វីដេអូបែប short ប៉ុន្តែនៅក្នុងនេះយើងអាច promote ជាមួយ long ក៏បានជាមួយ short ក៏បានគឺវីដេអូបែបទូទៅទាំងអស់ក្នុងករណីដែលយើងធ្វើបែបនេះគឺល្អខ្លាំងសម្រាប់បងប្អូនទាំងអស់គ្នាឲ្យវីដេអូរបស់យើងមាន view ជាពិសេសគឺឲ្យគេឃើញវីដេអូរបស់យើងច្រើនអញ្ចឹងបងប្អូនធ្វើការ upload ខ្ញុំចុចសញ្ញាបូកដើម្បី upload វីដេអូចូលអូខេខ្ញុំយកវីដេអូនេះមួយបងប្អូន scroll ចូលមកក្រោមមកបងប្អូននឹងឃើញមុខងារថ្មីមួយដែលក្រុមហ៊ុន YouTube ទៅ update ហ្នឹងគឺ invite a collaborator ណាដាក់ new ឃើញទេអញ្ចឹងបងប្អូនទាំងគ្នាចុចមកកន្លែងហ្នឹងមកអញ្ចឹងបងប្អូនទាំងគ្នាកន្លែងនេះគឺជាកន្លែងមួយសម្រាប់ឲ្យយើងមើលយើងដឹងពីថា collaborator ហ្នឹងគឺវាអាចបានអីខ្លះធ្វើអីខ្លះឬក៏មានមុខងារដែលទូនាទីអីខ្លះនេះបងប្អូនណាទី1គឺយើងអាចកែសម្រួលទៅលើវីដេអូដែលយើង invite ហ្នឹងដែលយើងដាក់ collab ជាមួយគ្នាហ្នឹងណា channel 2ជាមួយគ្នាហ្នឹងគឺយើងអាច control អាច make ឬក៏អាច edit ទៅលើវីដេអូហ្នឹងបាន expand it គឺមានលក្ខណៈសំខាន់មែនទែនដែលជួយឲ្យវីដេអូមួយហ្នឹងគឺឲ្យ audience នៃ channel មួយទៀតបានឃើញណាគឺមានន័យថាយក channel ធំមក channel តូចអញ្ចឹង audience នៅក្នុង channel ធំហ្នឹងគឺនឹងឃើញវីដេអូនៅក្នុង channel តូចហ្នឹងទាំងអស់តែម្ដងអញ្ចឹងមានភាពងាយស្រួលមែនតើក្នុងការធ្វើហើយជាពិសេសដែលធ្វើកាន់តែលឿនណាគឺ channel ដែលមានប្រភេទវីដេអូដូចគ្នាឧទាហរណ៍ថាវីដេអូនិយាយអំពីឬក៏បង្កើតអំពី cooking អញ្ចឹង channel មួយទៀតធ្វើវីដេអូបែប cooking ដែរអញ្ចឹងអូទៅលឿនមកគឺជាប្រភេទ content តែមួយអញ្ចឹងដាក់ទៅដើរយកមកប៉ុន្តែក្នុងករណីដែលយើងមាន content ផ្សេងគ្នាយកមកអូសពិបាកបន្តិចមានន័យថាគេអត់សូវចូលចិត្តទេគេមើលវីដេអូហ្នឹងហើយបែរជា alert នៅវីដេអូផ្សេងទៀតអញ្ចឹងគេអត់សូវចូលចិត្តបាននេះអញ្ចឹងគេចង់បានជា content ប្រភេទតែមួយទោះបីជា channel 2ផ្សេងគ្នាក៏ដោយអញ្ចឹងបងប្អូនព្យាយាមបង្កើត content តែមួយឬក៏ព្យាយាមរក channel ណាដែលមកអូដែលមាន content ដូចយើងដែលយើងធ្វើហ្នឹងហើយខាងក្រោមនេះគឺយើងអាចរក្សាទុកក្នុង revenue ដែលរកប្រាក់បានអីចឹងណា view ឬក៏ watch time អីចឹងទៅអូខេឥឡូវខ្ញុំដាក់ search ជាមួយនឹង channel របស់ខ្ញុំមួយគឺអូខេអញ្ចឹងខ្ញុំដាក់ភ្ជាប់ជាមួយ channel របស់ខ្ញុំនេះគឺ Rotha DB នេះអូខេនៅខាងលើនេះខ្ញុំចុចមកតមកបងប្អូនអរគ្នាយើងចុចមកកន្លែងនេះ allo អូខេតមកគឺបងប្អូនអរគ្នា create link តមកបងប្អូនអរគ្នាយើង copy ហ្នឹងមក copy link ហ្នឹងឬក៏បងប្អូនទាំងអស់គ្នាចុចតាំងណាបន្តមកបងប្អូនទាំងអស់គ្នា pass link នៅក្នុង note មួយមក link ដែលយើង copy មិញណាយើង pass នៅក្នុង note មួយមកបងប្អូនចុចទៅលើ link ហ្នឹងអូខេយើងវាចូលមកចូលមកកន្លែង studio អូខេឃើញបងប្អូននេះ invite ពី channel
ធំមិញអូខេតមកបងប្អូនទាំងគ្នាក៏លេចមកមើលផ្នែកខាងក្រោមយើងយក accept មកអូខេស្រួលបងស្រួលប្រើអត់អីទេហ្នឹងហើយបងប្អូនមើលកន្លែងនេះ collaboration គេញ៉េវាចេញមកកន្លែងហ្នឹងយើងចុចទៅលើវីដេអូហ្នឹងមកតមកខ្ញុំចុចលើកន្លែង YouTube នេះ app YouTube ខាងលើនេះអញ្ចឹងបងប្អូននឹងឃើញនេះនឹងឃើញឈ្មោះ channel 2បងប្អូនឃើញទេ Bit by AI ហើយនៃ Rotha DB ឃើញទេអញ្ចឹងនេះគឺជាការប្រម៉ូទឬក៏ការchannel តូចពី channel ធំដើម្បីឲ្យ channel តូចហ្នឹងឬក៏វីដេអូនៅក្នុង channel តូចហ្នឹងគឺឲ្យគេបានឃើញហ្នឹងហើយនេះគឺជាវិធីសាស្ត្រមួយល្អមែនតើសម្រាប់បងប្អូនថ្មីទាំងអស់គ្នានៅពេលដែលយើងមាន channel ធំមួយហើយយើងចង់channel តូចទៀតគឺមានភាពងាយស្រួលដែលយើងប្រើប្រាស់ជាមួយនឹង collaboration នេះពីមុនយើងចង់យើងប្រើជាមួយ community tab ឬក៏ post ហ្នឹងយើងប្រើជាមួយនឹង card ឬក៏ប្រើជាមួយនឹង end screen ឬក៏ប្រើជាមួយនឹង link ផ្សេងប៉ុន្តែឥឡូវនេះគេលែងប្រើវិធីសាស្ត្រអនហ្នឹងហើយអញ្ចឹងគេប្រើវិធីសាស្ត្រថ្មីគឺប្រើជាមួយនឹង collaboration ណាដែលយើងយក channel ធំchannel តូចនេះគឺជាវិធីសាស្ត្រមួយល្អសម្រាប់បងប្អូនទាំងគ្នាត្រូវដឹងត្រូវធ្វើដើម្បីឲ្យវីដេអូរបស់យើងមាន view ដើម្បីឲ្យ channel របស់យើងឃើញមានគេឃើញច្រើនហ្នឹងហើយអូខេបងប្អូនអរគ្នានេះគឺជាវិធីសាស្ត្រសម្រាប់បងប្អូនថ្មីដើម្បីឲ្យវីដេអូដំណើរការល្អមាន view ច្រើនឡើងវិញខ្ញុំនឹងមានអីថ្មីបន្តទៀតចែកចម្លែកបងប្អូនទាំងអស់គ្នាវីដេអូនេះមានប៉ុណ្ណឹងអរគុណគ្រប់គ្នាជួបគ្នានៅវីដេអូក្រោយ